ចំពោះ butterfly model caster flock ដែលអាចយើងធ្វើការបត់តាមខ្លួនបាននេះក្នុងមួយឈុតហ្នឹងបងប្អូននឹងទទួលបានតកតងទៅនឹងម៉ាស៊ីនមួយខ្សែសាកជាប្រភេទ Type C មួយវិញទៀតក្នុងមួយឈុតហ្នឹងបងទទួលបានក្បាលរហូតដល់ទៅ5តែក្បាលនីមួយៗហ្នឹងមានតកតងនឹងប្រភេទក្បាលសម្រាប់ពុតធ្មេញក្បាលបាញ់សម្រាប់កណ្ដោចំណេះអាហារដែលជាប់ជ្រៅៗតាមចន្លោះធ្មេញក្បាលបាញ់សម្រាប់ទូទៅហើយនិងក្បាលសម្រាប់តាមួយចំពោះការប្រើប្រាស់វិញជាទូទៅបងប្អូនយកទៅបងប្អូនអាចធ្វើការសាកថ្មពេលរយៈពេល2ម៉ោងទៅ2ម៉ោងកន្លះមុននឹងយើងប្រើប្រាស់ហើយការកាន់ថ្មវិញគឺអាចកាន់ថ្មបានរយៈពេលចន្លោះពី2សប្តាហ៍កន្លះដល់5សប្តាហ៍ការប្រើប្រាស់វិញគឺយើងអាចធ្វើការដាក់បលូតចេញហើយអាចធ្វើការដាក់ទឹកចូលបានហើយដល់ពេលយើងប្រើអត់អស់យើងអាចធ្វើការចាក់ចេញបានតែតទៅនឹងម៉ាស៊ីនហ្នឹងគឺមានអាចសេរីកម្លាំងខ្លាំងសាច់បានរហូតដល់5ការ៉ាត់ពី low ទៅ high យើងអាចសេរីកម្លាំង1 2លេខ3ឬក៏លេខ4ឬក៏លេខ5អញ្ចឹងទៅជាទូទៅយើងប្រើ low សិនទៅហើយយើងអាចដាក់ចូលមាត់ហើយចុចប៊ូតុង on ដើម្បីធ្វើការបើកឬអាចសេរីកម្លាំងខ្លាំងសាច់បានតាមនឹងអញ្ចឹងទៅចំពោះក្បាលបាញ់សម្អាតទូទៅវិញគឺយើងអាចធ្វើការដោតដល់ពេលលើខ្លះចឹងមានថាវាចូលងាមរបស់វាអញ្ចឹងបើសិនយើងចង់ដោះវិញយើងអាចធ្វើការចុចប៊ូតុងមួយអាចធ្វើការដកចេញបានហើយតែតទៅនឹងការប្រើប្រាស់វិញសម្រាប់អ្នកធ្មេញធម្មតាគឺយើងអាចសម្អាតធ្មេញវិញគឺយើងអាចធ្វើការបាញ់សម្អាតខាងលើធ្មេញតាមចន្លោះធ្មេញហើយនិងខាងក្រោមតាមចន្លោះធ្មេញការប្រើប្រាស់គឺដូចគ្នាសម្រាប់អ្នកពុតធ្មេញវិញគឺយើងអាចធ្វើការបាញ់សម្អាតកណ្ដោចំណីអាហារតាមចន្លោះធ្មេញទាំងខាងលើនិងខាងក្រោមហើយវិញទៀតគឺយើងបានទាំងសម្អាតកណ្ដោចំណីអាហារជាប់តាមប្លោះដែកបានដូចគ្នាផងដែរតែតទៅនឹងប្រភេទក្បាលបាញ់កណ្ដោចំណីអាហារដែលជាប់តាមជ្រៅឬក៏អ្នកសម្រាប់អ្នកធ្មេញមានធ្មេញចន្លោះធ្មេញញឹកធ្មេញធម្មតាគឺយើងអាចធ្វើការបាញ់សម្អាតបានដូចគ្នាទៅតាមចន្លោះធ្មេញមួយទាំងខាងលើហើយនិងខាងក្រោមអញ្ចឹងទៅសម្រាប់ពុតធ្មេញគឺដូចគ្នាគឺយើងអាចធ្វើការសម្អាតកណ្ដោចំណីអាហារតាមចន្លោះធ្មេញមួយទាំងលើទាំងប្លោះធ្មេញខាងក្រោមជាដើមអញ្ចឹងទៅចំពោះប្រភេទក្បាលសម្រាប់ពុតធ្មេញនេះវិញគឺយើងអាចធ្វើការបាញ់កណ្ដោចំណីអាហារតាមចន្លោះធ្មេញផងបានទាំងទៅដោះទៅតាមប្រភេទចាញ់ធ្មេញឬក៏ប្រភេទតាមចន្លោះធ្មេញឬក៏ប្រភេទទៅតាមនៅលើប្រេះដែកឬក៏នៅគៀនកន្លែងប្រេះដែកនេះដើម្បីច្បាស់ថាអត់មានកណ្ដោក្បាលឬក៏កណ្ដោចំណីអាហារហ្នឹងគឺនៅជាប់តាមចាញ់ប្លោះធ្មេញឬក៏នៅលើដែកប្រេះធ្មេញរបស់យើងនេះចំពោះប្រភេទក្បាលសម្អាតអណ្ដាតនេះវិញគឺយើងអាចធ្វើការទៅដោះថ្នមទៅលើអណ្ដាតរបស់យើងហើយយើងអាចធ្វើការបាញ់ទឹកបានដើម្បីសម្អាតកណ្ដោដែលយើងទៅដោះហើយហ្នឹងជាការស្រេចនៅពេលដែលយើងប្រើប្រាស់រួចបើសិនជាយើងនៅសល់ទឹកយើងអាចធ្វើការចាក់ទឹកចេញបានហើយយើងអាចធ្វើការព្រមវាចូលវិញបានហើយអាចធ្វើការបិទទៅគឺយើងរួចជាការស្រេចហើយ